មុខម្ហូបមួយមុខនេះបើសិនជាអ្នកទាំងអស់គ្នាបានធ្វើហើយគឺដឹងតែថាជាប់ចិត្តនឹងរសជាតិនឹងតែម្ដងគឺឆ្អឹងជំនីបំពងខ្ទឹមសហើយចំពោះវិធីសាស្ត្រក្នុងការធ្វើអីក៏អត់ពិបាកដែរអ្នកទាំងអស់គ្នាចាគឺនាងខ្ញុំមានឆ្អឹងជំនីហ្នឹងហើយនឹងមានបង្គាដោយសារបង្គានេះគឺនាងខ្ញុំបានបង្ហាញកាលពីវីដេអូមុនហើយគឺនាងខ្ញុំទុកយកមកបំពងហើយចំណែកឯខ្ទឹមសក៏នាងខ្ញុំបានចិញ្ច្រាំវាឲ្យរួចហើយយកមកធ្វើតែម្ដងចានេះគឺនាងខ្ញុំរៀបចំរួចជាស្រេចបន្ទាប់មកទៀតគឺនាងខ្ញុំយកបង្គាហើយនឹងឆ្អឹងជំនីជ្រូកហ្នឹងនាងខ្ញុំយកវាមកប្រឡាក់ជាមួយនឹងម្សៅបំពងចាគឺនាងខ្ញុំដាក់ម្សៅបំពងហ្នឹងរោយវាឲ្យសព្វចូលគ្នាអញ្ចឹងទៅបាទនាងខ្ញុំត្រឡប់វាចុះឡើងត្រឡប់ចុះឡើងឲ្យបានយូរមកស្ទុះអញ្ចឹងហើយបាទនាងខ្ញុំទុកវាសិនឲ្យវាចូលជាមួយនឹងម្សៅបំពងហ្នឹងហើយបាទនាងខ្ញុំយកវាទៅដាក់បំពងចានេះប្រឡាក់ចុះប្រឡាក់ឡើងអញ្ចឹងមកឲ្យវាសព្វពេញម្សៅហ្នឹងមកហើយសម្រាប់ម្សៅបំពងនេះដែរអ្នកទាំងអស់គ្នាអាចដាក់វានៅពេលដែលអ្នកទាំងអស់គ្នាបំពងដាក់ចូលជាមួយនឹងប្រេងឆាបំពងតែម្ដងទៅឲ្យវាកាន់តែស្រួយមួយកម្រិតទៀតដោយសារនៅក្នុងវីដេអូនេះខ្ញុំអត់បានបង្ហាញពេលដែលនាងខ្ញុំដាក់ម្សៅបំពងនឹងចូលប្រេងឆាដែលកំពុងតែក្តៅហ្នឹងណាចានេះឥឡូវគឺនាងខ្ញុំប្រឡាក់វាចុះឡើងនេះហើយចាឥឡូវនេះនាងខ្ញុំដាក់ប្រេងឆាចូលឲ្យក្តៅល្មមហើយនាងខ្ញុំដាក់បង្គានឹងចូលហើយនឹងឆ្អឹងជំនីចូលចាតម្រៀបវាឲ្យបានស្អាតចឹងមកចាឲ្យដាក់ភ្លើងអីហ្នឹងក៏ល្មមដែរទៅកុំឲ្យបើកវាខ្លាំងពេកវាឆាប់ខ្លោចចាដែលបំពងហ្នឹងក៏នាងខ្ញុំអត់មានបន្ថែមគ្រឿងអីទៀតដែរគ្រាន់ថានាងខ្ញុំដាក់ម្សៅបំពងនឹងបន្ថែមទៀតចឹងណាតែវីដេអូហ្នឹងគឺនាងខ្ញុំអត់បានថតបង្ហាញជូនបងប្អូនទាំងអស់គ្នាទេចាអញ្ចឹងគឺនេះឥឡូវនេះគឺនាងខ្ញុំក្រោបវាទុកមកស្ទុះចឹងសិនមកហើយបាននាងខ្ញុំប្រែវាចុះឡើងមកខាងទៀតឲ្យវាឈ្ងុយឬក៏ឲ្យវាក្រៀមមកខាងទៀតចឹងណាចាហើយសម្រាប់បង្គាហើយនឹងឆ្អឹងជំនីនេះដែរពេលដែលនាងខ្ញុំបំពងវាមានរាងទឹកតិចដោយសារវាចេញពីសាច់ហើយនឹងចេញពីបង្គានឹងដែរអញ្ចឹងណាតែបំពងយូរៗទៅវាអស់ហើយវាដាច់ទឹកហើយចាឥឡូវនេះឆ្អឹងជំនីហើយនឹងបង្គានេះខ្ញុំក៏បានបំពងឆ្អិនហើយចានិយាយទៅគូដឹងតែស្រួយស្រាប់តែម្ដងចាហើយបន្ទាប់មកទៀតនាងខ្ញុំយកខ្ទឹមសដែលនាងខ្ញុំបានចិញ្ច្រាំហ្នឹងយកមកបំពងដែរប្រេងឆាដែលនាងខ្ញុំយកមកបំពងខ្ទឹមសនេះដែរគឺជាប្រេងឆាដែលនាងខ្ញុំបំពងបង្គាហើយនឹងបំពងឆ្អឹងជំនីអញ្ចឹងណាគាត់នាងខ្ញុំដួសទុកហើយនាងខ្ញុំត្រងវាយកកំទេចដែលយើងបានបំពងទៅវាមានកតិចស្រួយចេញពីម្សៅអញ្ចឹងណាចាហើយនាងខ្ញុំកូរចុះកូរឡើងឬក៏លីងវាចុះឡើងឲ្យកាន់តែសព្វចូលគ្នាបែបហ្នឹងហើយវាឡើងឈ្ងុយឬក៏ឡើងជើងអង្ក្រងហ្នឹងចាហើយសម្រាប់ខ្ទឹមនេះដែរបើសិនជាអ្នកទាំងអស់គ្នាដាក់កាន់តែច្រើនទៀតកាន់តែឈ្ងុយខ្លាំងតែម្ដងហើយនាងខ្ញុំដួសខ្ទឹមសនឹងទុកនៅពេលដែលនាងខ្ញុំឆាឬមួយក៏នាងខ្ញុំលីងឆ្អឹងជំនីចូលជាមួយនឹងគ្រឿងទៅខ្ញុំទុកយកវាមករោយទៀតអញ្ចឹងណាចាឥឡូវនេះក៏បានចិត្តឡើងជើងអង្ក្រងហើយអញ្ចឹងក៏នាងខ្ញុំដួសទុកខ្លះហើយសម្រាប់គ្រឿងនោះក៏តាមចំណង់ចំណូលចិត្តដែរបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តគ្រឿងរាងដិតអ្នកទាំងអស់គ្នាដាក់គ្រឿងដិតមកបើសិនជាចូលចិត្តរាងស្រាលដាក់គ្រឿងតាមហ្នឹងទៅតែផ្ទះនាងខ្ញុំគឺថាឲ្យទៅថាមុខម្ហូបគឺនាងខ្ញុំចូលចិត្តតែគ្រឿងរាងដិតតែម្ដងចានេះឥឡូវគឺនាងខ្ញុំដួសទុកហើយបន្ទាប់មកទៀតបាននាងខ្ញុំដាក់គ្រឿងចូលនោះគឺមានទឹកត្រីហើយសម្រាប់ទឹកត្រីនេះដែរគឺនាងខ្ញុំក៏មិនសូវយកដាក់ច្រើនដែរដោយសារទឹកត្រីនេះគឺជាទឹកត្រីដែលធ្វើពីសាច់ត្រីសុទ្ធអញ្ចឹងហើយអត់មានលាយអីទេអញ្ចឹងរសជាតិវារាងប្រៃបន្តិចខុសពីទឹកត្រីធម្មតាអញ្ចឹងណាព្រោះនេះទឹកត្រីសុទ្ធដែលអ្នកម្ដាយនាងខ្ញុំគាត់បានធ្វើអញ្ចឹងណាចានាងខ្ញុំដាក់តែប៉ុណ្ណឹងមកហើយបាទនាងខ្ញុំដាក់ប៊ីចេងចូលបន្តិចហើយដាក់ម្សៅស៊ុបមាន់ចូលបន្តិចទៅសម្រាប់ប៊ីចេងហើយនិងម្សៅស៊ុបមាន់គឺនាងខ្ញុំក៏មិនសូវជាដាក់ច្រើនដែរនាងខ្ញុំដាក់តែល្មមទេចាហើយបន្ទាប់មកទៀតបាទនាងខ្ញុំដាក់ទឹកប្រេងខ្យងនឹងចូលមកទៀតគឺនាងខ្ញុំមានបន្ថែមជាមួយទឹកស៊ីអ៊ីវបន្តិចទៅផ្ទះនាងខ្ញុំគឺចូលចិត្តណាស់ទឹកស៊ីអ៊ីវគឺអត់ដែលដាច់ទេចាឲ្យតែម្ហូបឆាគឺតែងតែដាក់ជានិច្ចតែម្ដងចាហើយបន្តមកទៀតគឺនាងខ្ញុំដាក់ម្ទេសហុយដែរម្ទេសហុយនេះដែរក៏អ្នកម្ដាយនាងខ្ញុំគាត់ធ្វើឲ្យដែរចាសម្រាប់ម្ទេសហុយនេះដែរដោយសារតែអ្នកម្ដាយនាងខ្ញុំគាត់ធ្វើឲ្យទិញម្ទេសស្រស់មកយកមកហាលហើយយកវាមកធ្វើជាម្ទេសហុយអញ្ចឹងណាអញ្ចឹងហើយវាហឹរខ្លាំងព្រោះវាអត់មានលាយអីទេគឺម្ទេសហុយនេះគឺម្ទេសសុទ្ធតែម្ដងអញ្ចឹងហើយគឺនាងខ្ញុំអត់ដាក់ច្រើនទេដាក់តែបន្តិចទៅគឺដឹងតែហឹរហោះតែម្ដងចាអញ្ចឹងគឺនាងខ្ញុំកូរគ្រឿងនឹងវាចុះឡើងឲ្យវាសព្វល្អឲ្យវាចូលជាតិវាកាន់តែខ្លាំងហើយបាទនាងខ្ញុំដាក់បង្គាហើយនឹងឆ្អឹងជំនីជ្រូកដែលនាងខ្ញុំបានបំពងនឹងចូលចាហើយនាងខ្ញុំលីងឬក៏ឆាវាត្រឡប់ចុះត្រឡប់ឡើងឲ្យវាចូលជាតិហើយបាទនាងខ្ញុំដាក់ទឹកបន្តិចព្រោះនាងខ្ញុំចង់ឲ្យវាខាប់ឲ្យវាចូលគ្រឿងវាកាន់តែជាតិ
វាកាន់តែសព្វទៀតណាចាម្ហូបមួយមុខនេះដែរគឺនៅតាមបណ្ដារមណីយដ្ឋានផ្សេងនិយាយទៅគឺដឹងតែមានហើយម្ហូបមួយមុខនេះគឺអត់មានចោលទេចាព្រោះអីលក្ខណៈថាយើងទៅជួបជុំទៅហើយយើងញ៉ាំម្ហូបបែបឈ្ងុយគ្រឿងចឹងទៀតទៅអូនិយាយទៅបង្កើតបរិយាកាសឲ្យកាន់តែពិសេសពិសាលតែម្ដងណាចានេះខ្ញុំកូរចុះកូរឡើងចឹងចាហើយបន្ទាប់មកនេះខ្ញុំក៏បន្ថែមទឹកបន្តិចហើយទឹកហ្នឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ដាក់ទេខ្លាចវាប្រែរសជាតិវាអត់អីទេគ្រាន់តែដាក់បន្តិចមកឲ្យវាកាន់តែខាប់ទៅវាកាន់តែចូលជាតិថែមមកកម្រិតទៀតចាហើយយើងទុកតមកស្ទុះទៅវារីងទឹកនឹងអស់ហើយរីងទឹកនឹងអស់ទៅមកល្មមហើយចាហើយនាងខ្ញុំបានបន្ថែមជាមួយនឹងស្ករសចាហើយស្ករសនេះនាងខ្ញុំមកដាក់ពេលដែលកំពុងឆាឬក៏កំពុងតែលីងឯនាងខ្ញុំខ្លាចវាឆាប់ខ្លោចចាអញ្ចឹងក៏នាងខ្ញុំដាក់ទឹកបន្តិចទៅឲ្យវាចូលជាតិជាមួយនឹងស្ករនឹងទៀតទៅវាកាន់តែឆ្ងាញ់ថែមមកកម្រិតទៀតចានិយាយទៅគឺមុខម្ហូបមួយមុខនេះអូនិយាយទៅគឺថាឆ្ងាញ់ជាប់ចិត្តខ្លាំងតែម្ដងនិយាយទៅគឺអត់ដឹងរៀបរាប់មិនទេចាគឺដឹងតែពីឆ្ងាញ់ជាតិតែម្ដងចានេះនាងខ្ញុំកូរចុះកូរឡើងវាតតែដាច់ទឹកមកស្ទុះទៅបាននាងខ្ញុំដាក់ជាមួយនឹងស្លឹកខ្ទឹមចូលចាស្លឹកខ្ទឹមនេះបើសិនជាអ្នកនរគ្នាមានស្លឹកខ្ទឹមច្រើនក៏ដាក់ច្រើនមកដោយសារនាងខ្ញុំនៅសល់ក្នុងទូទឹកកកមានតែបន្តិចល្មមក៏នាងខ្ញុំដាក់ប៉ុណ្ណឹងតែម្ដងចាហើយពេលដែលបានឆ្អិនមកយកជះក្លិនមកអូយនិយាយទៅឈ្ងុយពី3ទះតែម្ដងចានេះនាងខ្ញុំដាក់ស្លឹកខ្ទឹមនឹងចូលហើយកូរចុះកូរឡើងទៅចាគឺបានឆ្អិនរួចរាល់ហើយកុំភ្លេចបន្ថែមជាមួយនឹងខ្ទឹមសដែលបានលីងទុកហ្នឹងណាអ្នកទាំងអស់គ្នាទៅដាក់រោយពីលើមកអូយនិយាយទៅគឺដឹងតែជាតិខ្លាំងញាក់សាច់តែម្ដងចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏បានដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមអញ្ជើញបងប្អូនទាំងអស់គ្នាជួយចុច Subscribe YouTube Channel ឲ្យនាងខ្ញុំម្នាក់មួយផងហើយនិង Like Page ចាអរគុណ